បាននេះកុំព្យូទ័រភ្ញៀវមួយគ្រាប់បងប្អូនគឺកុំព្យូទ័រ Dell 5511វាបាក់ទៅលើខាង screen បងប្អូន cover screen វាបាក់ជ័រទាំងសងខាងជ័រជាមួយនឹង screw របស់វាហ្នឹងវាបាក់ហើយបាក់ទាំងសងខាងអញ្ចឹងយើងធ្វើការជួសជុលឲ្យភ្ញៀវទាំងអស់ហ្នឹងទាំងសងខាងហ្នឹងព្រោះបើសិនជាគាត់ប្រើទៀតវាអាចនឹងបែក cover វាពិបាកនឹងជួសជុលតែម្ដងតែជាក់ស្ដែងវាបាក់សងខាងហើយយើងជួសជុលវាយើងបន្តជើងមកវាសាមីនេះជាក្របរបស់វាក្របខ្ចៅក្រប screw បងប្អូនហើយខាងឆ្វេងវិញគឺជាប់ជាមួយនឹងដែកទាំងអស់ដែកត្រចៀកទាំងអស់ហើយឥឡូវយើងធ្វើការដោះ screen ហើយដែកតំណប់របស់វាទាំងអស់ទៅដោះចេញអស់មកហើយតមកបានយើងធ្វើការបន្តជើងមកវាបងប្អូនយើងបន្តជើងមកវាមកម្ដងមួយមកហើយតែជីរបស់វាក៏យើងបន្ធូរដែរប៉ុន្តែយើងមិនបន្ធូរដល់ថ្នាក់ធ្លាក់ដល់នេះទេយើងបន្ធូរបន្តិចមកមុំហើយប៉ុន្តែយើងច្បាស់ថាឲ្យវាប្រើទៅវាស្រួលអត់ពេលកាលណាប្រើធ្លាក់ក្ដុតអាហ្នឹងអត់កើតទេភ្ញៀវអត់ត្រូវការទេអញ្ចឹងយើងធ្វើការជួសជុលត្រចៀកឲ្យភ្ញៀវច្បាស់លាស់ហើយមុំប្រើបានយូរនេះខ្ញុំធ្វើការបន្តមកទាំងសងខាងប៉ុន្តែយើងអត់ទាន់បន្តកាយបន្តអីរុំជុំវិញដើម្បីវាជាប់ទេគាត់យើងអញ្ចឹងនេះយើងបានធ្វើការបន្តហើយយើងក៏ចាប់ត្រចៀកចាប់អីចាប់ដែកអបសងខាងហើយដែរហើយក៏បានដាក់ screen ហើយដែរយើងនៅសល់តែត្រចៀក screen ទេនេះយើងធ្វើការដាក់បាទយើងដាក់ត្រចៀកម្ដងមួយហើយយើងធ្វើការ screw ធ្វើការមូលខ្ចៅឲ្យវាជាប់បងប្អូនចាស់ស្ដែងយើងធ្វើការមូលខ្ចៅម្ដងមួយឲ្យណែនទៅហើយជាទូទៅខ្ចៅយើងមិនអាចមូលឲ្យខ្លាំងបានទេទោះបីថ្មីពីចេញពីរោងចក្រមកយើងមូលមកតឹងល្មមវាដូចតែខ្ចៅម៉ូតូដែរវាមិនឲ្យមូលខ្លាំងទេមកមូលមកតឹងមកល្មមហើយវាមិនអាចធូរដល់ថ្ងៃក្រោយបានទេប្រើបានរហូតតែម្ដងយើងធ្វើនេះគឺធ្វើឲ្យប្រើតើខូចកុំព្យូទ័រក៏ត្រចៀកក៏ខូចដែរព្រោះយើងធ្លាប់ធ្វើវាច្បាស់លាស់ដែរពីបញ្ហាត្រចៀកហ្នឹងបងប្អូនអញ្ចឹងយើងធ្វើការមូលខ្ចៅហើយអស់ហើយខ្ចៅទាំងសងខាងហើយយើងធ្វើការតេស្តចាំមើលបងប្អូនយើងធ្វើការតេស្តសិនបានចាប់គូតក្រួយចូលអូខេណែឃើញទេយើងធ្វើការតេស្តបើកមិនមកស្រឡាញ់ហើយបងប្អូនពេញចិត្តបើកមកស្រឡាញ់ហើយក៏មិនធ្លាក់ដែរមកស្រឡាញ់បងប្អូននេះជាខាងក្រោយយើងចាប់ជាមួយនឹង cover key ទាំងអស់ចាប់ជាប់គ្នាអស់ហើយយើងនៅតែដាក់កតុយក្រោយបន្តិចទេហើយឥឡូវនេះខ្ញុំកំពុងចាប់ដាក់កតុយក្រោយអូខេយើងដាក់អាហ្នឹងក៏ដាក់អត់ស្មើក៏វាលៀនចេញហ្នឹងបងប្អូនយើងពិនិត្យមើលច្បាស់លាស់ថាវាស្មើខាងលើស្មើខាងក្រោបស្មើខាងឆ្វេងស្មើខាងស្ដាំយើងពិនិត្យមើលហើយពកផុសបន្តិចហ្នឹងក៏យើងត្រូវកែតម្រូវឲ្យវាស្អាតដែរបងប្អូនយើង make sure ថាវាស្អាតវាស្មើបានយើងហ៊ានដាក់ត្រចៀកនឹងចូលកូតនឹងចូលហើយចាប់ខ្ចៅកូតនឹងទៅហើយយើងធ្វើការចាប់គម្របរបស់វាឥឡូវយើងធ្វើការចាប់ខ្ចៅរបស់វាជាទូទៅបងប្អូនមានមិនត្រឹមតែកុំព្យូទ័រហ្នឹងទេមិនត្រឹមកុំព្យូទ័រ model ទេគ្រប់ model ទាំងអស់ពេលកាលណាយើងប្រើបាន1ឆ្នាំទៅ2ឆ្នាំវាតែងតែបាក់ឬក៏បងប្អូនធ្វើធ្លាក់វានឹងបាក់ហើយបងប្អូនបើសិនណាបងប្អូនមានកុំព្យូទ័របាក់ត្រចៀកបងប្អូនអាចយកមកជួសជុលនៅ CC បានបងប្អូន CC កុំព្យូទ័រយើងមានជាងច្បាស់លាស់មានជាងច្រើនដើម្បីឆែកឲ្យបងប្អូនពីបញ្ហាត្រចៀករបស់វាមិនបញ្ហាត្រចៀកបញ្ហាផ្សេងអាចមកបានមក CC បានចង់ទិញថ្មីក៏បានវាមិនខ្វះឲ្យកុំព្យូទ័រវាមានស្តុកស្រាប់តែម្ដងនៅ CC កុំព្យូទ័រហើយយើងត្រូវការចាប់គម្របចូលយើងចាប់គម្របខាងក្រោមចូលហើយយើងធ្វើការមកខ្ចៅមួយហើយបន្តមកយើងនឹងធ្វើការតេស្តបន្តទៀតយើងធ្វើការចាប់ខ្ចៅមួយខ្ចៅវាយើងមូលទៅវាទាញចូលបងប្អូនខ្ចៅប្រភេទ
G15 55 11អញ្ចឹងយើងបានលទ្ធផលហើយយើងធ្វើការចាប់ខ្សែចាប់អីចូលដាក់ខ្សែដាក់ screen ចូលអស់ហើយជាលទ្ធផលដែលយើងធ្វើហើយអញ្ចឹងបងប្អូនមើលចាក់ស្ដែងវាស្អាតដូចថ្មីអត់មានឃើញប៉ាក់ពកអត់មានឃើញកាក់កើកអីទេគឺស្អាតស្មើនឹងថ្មីតែមកហើយនេះជាលទ្ធផលដែលយើងធ្វើបានហើយភ្ញៀវបងប្អូនបាទអរគុណច្រើនដែលបានគាំទ្រនៅ CC បងប្អូន